បងប្អូនអរគ្នាបងប្អូនផាច់ស្គាល់ដើមនឹងជាដើមអីបងប្អូនមួយចំនួនធំណែនៅស្រុកស្រែมันគឺគាត់ស្គាល់ហើយបងប្អូននេះគេគឺជាប្រភេទគាដីហ៎បងប្អូនអរគ្នានេះបងប្អូនឃើញអត់បងប្អូនដឹងថាដើមនឹងជាដើមគាដីប៉ុន្តែបងប្អូនដឹងពីអត្ថប្រយោជន៍របស់វាទេបងប្អូនចំពោះគាដីនេះបងប្អូនស្លឹករបស់វានឹងផ្កាគេយកទៅស្លណាបងប្អូនអរគ្នាផ្ការបស់វាគឺគេស្លមកជូរបងប្អូនគឺឆ្ងាញ់មែនតើវាមានរសជាតិល្វីងតិចតិចទេបងប្អូនហើយចំណែកឯត្រួយខ្ចីនេះគឺយើងស្លកកោបងប្អូនហើយយើងស្លម្ជូរក៏បានដែរប៉ុន្តែអ្វីដែលសំខាន់ទៀតនោះបងប្អូនគឺជាប្រភេទដើមរបស់វាបងប្អូនដើមរបស់វាគឺយើងយកវាផ្ទុះវាបងប្អូនគេហៅផ្ទុះចឹងយើងយកសបករបស់វានឹងទៅហាលហើយយើងទៅដាំទឹកហូបបងប្អូនវាព្យាបាលជំងឺកាពះបងប្អូនអ្នកដែលកាពះចុកឆ្អល់អាសារីកអីចឹងបងប្អូនទាំងអស់គ្នានេះបងប្អូននេះគឺយើងយកវាទៅយកផ្ទុះយកសបករបស់វានឹងដាំទឹកហូបគឺល្អមែនតើនេះគឺវាដួលមកបងប្អូនពេលភ្លៀងខ្ញុំថតវានេះ